ខ្ញុំនឹងប្រាប់បងប្អូនពាក្យមួយចំនួនគេហៅវាថាជា redundant words redundant ហ្នឹងគឺមានន័យថាប្រើជាន់គ្នាឬក៏ច្រំដែលវាអត់ចាំបាច់ទេពីព្រោះពាក្យមួយនៅក្នុងពាក្យពីរហ្នឹងគឺវាមានន័យគ្រប់គ្រាន់ហើយឧទាហរណ៍ដូចជាពាក្យ return back ពាក្យហ្នឹងយើងប្រើតែ return ទៅបានហើយយើងចាំបាច់ដាក់ back ទេដោយសារ return គឺមានន័យថាត្រឡប់ហើយចាំបាច់និយាយថាត្រឡប់មកក្រោយ back ទេអត់ចាំបាច់ទេ return back លុប back នឹងចោលដាក់តែ return ទៅបានហើយ end result យើងចាំបាច់ដាក់ end ទេយើងដាក់តែ result ទៅបានហើយដោយសារ result គឺវាមានន័យថាលទ្ធផលហើយលទ្ធផលគឺសំដៅទៅអីចុងក្រោយហ្នឹងហើយចាំបាច់មានពាក្យ end ហ្នឹងទៀតទេ actual fact ពាក្យ fact គឺមានន័យថាការពិតចឹងយើងចាំបាច់ត្រូវការពាក្យ actual នៅពីមុខដែលមានន័យថាជាការពិតហ្នឹងមកបញ្ជាក់ន័យបន្ថែមទៀតទេចឹងប្រើតែ fact ទៅបានហើយ actual ហ្នឹងអត់ចាំបាច់ plan ahead ប្រើតែ plan ទៅបានហើយពីព្រោះថាពាក្យ plan គឺមានន័យថា plan ទៅ ahead ហ្នឹងហើយចឹងអត់ចាំបាច់មានពាក្យ ahead ហ្នឹងទេ past experience ពាក្យ experience គឺសំដៅទៅ past ហ្នឹងហើយចឹងប្រើតែ experience ទៅបានហើយអត់ចាំបាច់ដាក់ពាក្យ past ហ្នឹងទេ free gift ពាក្យ gift គឺមានន័យថារបស់ហ្នឹងយើងឲ្យគេហើយបើរបស់ហ្នឹងយើងឲ្យគេយើងចាំបាច់ប្រើពាក្យ free ហ្នឹងបន្ថែមចូលទៅទៀតទេពាក្យ join together ប្រើតែ join ទៅបានហើយចាំបាច់ដាក់ together ទេដោយសារពាក្យ join ហ្នឹងគឺមានន័យថាអា together ហ្នឹងភ្ជាប់នៅក្នុងហ្នឹងហើយខ្ញុំប្រាប់បងប្អូនប៉ុណ្ណឹងតែតាមពិតមានច្រើនទៀតនៅក្នុងភាសាអង់គ្លេសដែលគេប្រើប្រាស់ហើយសឹងតែអ្នកខ្លះអត់ដឹងថាខុសផងប្រើយូរទៅចាត់ទុកថានឹងធម្មតាប៉ុន្តែបើចំពោះអ្នកណាគេដែលគាត់វិភាគវេយ្យាករណ៍អីស៊ីជម្រៅខ្លាំងហ្មងគេហៅអានឹងថាជាកំហុស redundant words ប៉ុន្តែខ្ញុំចង់បញ្ជាក់តិចណាដោយសារគេប្រើច្រើនគ្នាហើយចឹងជួនខ្លះយើងទៅកែកំហុសនឹងឲ្យគេអ្នកដែលទទួលការកែសម្រួលពីយើងហ្នឹងពេលខ្លះគេអត់សប្បាយចិត្តទេដោយសារគេនឹងសួរយើងវិញហ្មងថាណ៎គេប្រើអត់មានខុសអីផងយើងទៅកែគេទៅអីចឹងរឿងជួនខ្លះវាខុសទេប៉ុន្តែដោយសារប្រើច្រើនគ្នាទៅជាត្រូវវិញបងប្អូនណាចេះ redundant word ផ្សេងទៀតជួយ comment ប្រាប់ខ្ញុំផងនៅខាងក្រោមវីដេអូនេះ